ជំរាបសួរពុកម៉ែបងប្អូនអរគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនអរគ្នាមកទស្សនាទស្សនវិជ្ជានៃសង្ក្រាន្តនៅវិទ្យាល័យគោកព្រីងដូច្នេះចង់ដឹងថានៅវិទ្យាល័យគោកព្រីងក្នុងឆ្នាំ2026នេះមានទស្សនវិជ្ជាដូចម្ដេចសូមអញ្ជើញទស្សនាវីដេអូមួយនេះជាមួយខ្ញុំដូចតទៅអញ្ចឹងដូចដែលពុកម៉ែបងប្អូនកំពុងតែឃើញផ្ទាល់នឹងផ្នែកហើយមិនខុសពីរាល់ឆ្នាំទេបងប្អូនអរគ្នានៅវិទ្យាល័យគោកព្រីងក្នុងឆ្នាំ2026នេះគឺមានការរៀបចំលក្ខណៈស្រដៀងទៅនឹងឆ្នាំមុនដែរបងប្អូនហើយអ្វីដែលមិនអាចបំភ្លេចបាននោះគឺការលេងល្បែងប្រជាប្រិយខ្មែរនិងការរាំលេងនៅសិល្បៈកម្សាន្តបែបខ្មែរហើយសង្ក្រាន្តហ្នឹងគឺគេប្រារព្ធធ្វើតាំងពីថ្ងៃទី5ខែមេសាឆ្នាំ2026បងប្អូនអរគ្នាតែខ្ញុំទៅបានផុសព្រោះខ្ញុំជាប់ធ្វើការដែរបងប្អូនអរគ្នាគឺអត់សូវមានពេលទៅនេមែនទេហើយចំពោះកម្មវិធីសង្ក្រាន្តនៅក្នុងវិទ្យាល័យគោកព្រីងមួយហ្នឹងគឺមានការលេងល្បែងប្រជាប្រិយជាច្រើនដូចជាការទាញព្រ័ត្រវាយក្អមបូមទឹកនិងល្បែងប្រជាប្រិយនានាជាច្រើនទៀតអញ្ចឹងចំពោះកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យគោកព្រីងខ្ញុំសូមរៀបរាប់តែប៉ុណ្្នឹងទេបងប្អូនអរគ្នាអញ្ចឹងយើងងាកមកមើលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងវិញម្ដងចំពោះឆ្នាំ2026នេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងត្រូវនឹងថ្ងៃអង្គារ12រោចខែចែកឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026ទេវធីតាដែលនឹងយាងចុះមកในឆ្នាំនេះមានព្រះនាមថារក្សាទេវីនៅវេលាម៉ោង 10:48 នាទីព្រឹកបើតាមក្រសួងធម្មការនិងសាសនាពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026មហាសង្ក្រាន្តវេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មីឆ្នាំមមីអត្តស័កថ្ងៃពុធ13រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាឆ្នាំ2026ជាវីរៈបណប័ត្រថ្ងៃប្រហ័ស14រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2026ជាវីរៈឡើងស័កគម្រប់សង្ក្រាន្ត3ថ្ងៃចប់ដោយបរិបូរណ៍ចូលឆ្នាំមមីអត្តស័កនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះខ្ញុំព្រះករុណាខ្ញុំបាទសូមគោរពជូនពរទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ៊ំពូមីងតាយាយទាំងអស់គ្នាឲ្យទទួលបានភាពសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិនិងសម្ដែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះពរនិងប្រគេនពរសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនិងគោរពជូនពរសម្ដេចថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារដ្ឋាភិបាលមន្ត្រីរាជការនិងមេត្តាបិតាគ្រូឧបជាយាចារ្យចាស់ព្រឹទ្ធាចារ្យបង្កើតបាននូវមនោសញ្ចេតនាគោរពស្រឡាញ់សាមគ្គីភាពស្និទ្ធស្នាលនិងទទួលបានសពសាធុការពរជ័យពីបុព្វការីជននិងទេវតាឆ្នាំថ្មីព្រះនាមរក្សាទេវីសូមជម្រាបពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថានៅក្នុងឆ្នាំ2026នេះសង្ក្រាន្តនៅវិទ្យាល័យគោកព្រីងក៏មានការធ្វើកម្មវិធីតូចមួយដើម្បីគោរពនិងរំលឹកដល់វិញ្ញាណក្ខន្ធរបស់កងទ័ពខ្មែរយើងដែលបានពលីការពារបូរណភាពទឹកដីជាតិខ្មែរអញ្ចឹងវីដេអូមួយនឹងក៏ឈានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនអរគ្នាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរឆ្នាំថ្មីសុខសប្បាយទាំងអស់គ្នាបាយបាយ